សូមដែលជួនសានសរសើរប្រធានាធិបតីត្រាំដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោកដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយសូមដែលជួនសានសរសេរលើបណ្ដាញសង្គម Facebook របស់សម្ដេចនៅយប់ថ្ងៃទី17ខែមីនានេះថាយើងគួរតែវិតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី Donald Trump ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោកដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដោយចាប់ផ្ដើមពីបណ្ដាញព័ត៌មានដែលផ្ដល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុនសូមដែលជួនសានគូសបញ្ជាក់ថានេះគឺជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយព័ត៌មានភូតកុហកលាបពណ៌អុចអាលញុះញង់បង្កចលាចលស្ទើរពេញពិភពលោកដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតី Trump បញ្ឈប់ការផ្ដល់ថវិកាសូមដែលជួនសានបានរំលឹកថាដូចខ្ញុំបានជម្រាបអង្គប្រជុំអាស៊ានអាមេរិកចំពោះមុខលោកប្រធានាធិបតី Trump នៅហ្វីលីពីនឆ្នាំ2017ថាការមិនຕົកលើអាមេរិកដោយប្រទេសមួយចំនួនវាមានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថាជាគូចំហរដ្ឋាភិបាលអាមេរិកសូមដែលជួប្រធានប្រសិទ្ធភាពបានកត់សម្គាល់ថាចរិតមេរយាទនិងសម្ដីនៃអ្នកយកព័ត៌មាននិងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្ដាញសង្គមព័ត៌មាននេះរឹកធំជាងប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលទៅទៀតគ្មានគុណធម៌និងសីលធម៌សូមការសរសើរនិងសូមអរគុណដល់លោកប្រធានាធិបតី Donald Trump